ហើយបរទេសជួយជនជាតិខ្មែរឲ្យផុតពីសង្គ្រាមផងជនជាតិខ្មែរឈឺចាប់នឹងក៏ស្លៀនពៀនបោះជនជាតិថៃសូមឲ្យបញ្ឈប់សង្គ្រាមត្រឹមហ្នឹងទៅអារម្មណ៍ខ្ញុំគឺថាយើងជាកូនខ្មែរយើងត្រូវឈឺចាប់វាមកលុបលុនទឹកដីយើងក៏ខ្លាចប្រាសាទខ្មែរនេះគឺត្រូវឈឺចាប់អត់ទេថាយើងត្រូវជុំថាខ្មែរអស់គ្នាយើងពួតដៃគ្នាតស៊ូដើម្បីយើងជានិយាយថាបានទៅតស៊ូសមរភូមិមុខយើងតស៊ូសមរភូមិក្រោយចៅក្រោយต้องទៅលេងមិនមួយខ្ទេចអញ្ចឹងអស់ហើយទៅដើរលេងមួយកើតលោកវាក៏ខ្លាចអស់វិញមានអារម្មណ៍ទៅសោកស្ដាយតាំងពីគេបុរាណកាលមកពីដូនពីតាយើងមកទៅមើលសៀមមកអីមកទម្លាក់ក្របទៅផ្លេចផ្លាយខ្មែរយើងហ្នឹងខ្ញុំមានអារម្មណ៍ឈឺចាប់ដែរពួកថៃនឹងវាកំទេចសัตว์របស់កូនខ្មែរយើងដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ឈឺចាប់មែនទែនអារម្មណ៍វាសោកស្ដាយណាស់គួរពីស្ដាយបើខ្ញុំក្មេងធ្វើតួវាយកើខ្ញុំទៅធ្វើតួវាយព្រោះដែរខ្ញុំងល់ទេអីគឺទៅហៅមិនព្រោះនេះចាសូមអំពាវនាវខ្មែរទាំងអស់ដែលជួយរួមគ្នាជួយការពារទឹកដីខ្មែរទាំងអស់